បាទជំរាបសួរអរលោកស្រីនិងក្មួយទាំងអស់ដែលកំពុងតែមើលនៅវីដេអូនេះថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញពីរបៀបដែលយើងត្រូវរៀនតាមសៀវភៅតាម model ថ្មីដែលខ្ញុំបានហុសកាលពីម្សិលមិញប៉ុន្តែដោយសារតែវីដេអូវាវែងពេកខ្ញុំខ្លាចមិនអាចថតចេញដូច្នេះបានខ្ញុំធ្វើជាពីរដំណាក់កាលថ្ងៃនេះខ្ញុំចង់បញ្យល់បន្ថែមពីផលប្រយោជន៍ពីការដែលយើងនឹងរៀនតាមឬកំពុងតែរៀនតាម model ដែលខ្ញុំបានបង្រៀននេះសប្តាហ៍ថ្ងៃនេះគឺវាមានផលប្រយោជន៍ច្រើនមែនទែនដោយសារតែទី1ខ្ញុំបញ្ជាក់ឡើងវិញគឺយើងចំណេញពេលវេលាយើងមិនមានសម្ពាធក្នុងការប្រើប្រាស់ពេលវេលារបស់យើងក្នុងការធ្វើដំណើរនៅទីណាក៏ដោយបើយើងមានសភៅតាមខ្លួនវាមិនធំណាស់ទេហើយយើងនឹងអាចរៀនវាជារៀងរហូតទី2គឺការចំណាយរបស់យើងគឺវាមានភាពធូរស្រាលជាងដោយសារដូចខ្ញុំបានបញ្ជាក់អញ្ចឹងការដែលយើងរៀនរយៈពេលវែង4ខែនោះគឺយើងត្រូវចំណាយពេលវេលាជារៀងរាល់យប់ថ្ងៃអង្គារនិងថ្ងៃសុក្ររយៈពេល2ម៉ោងបានន័យថាពីម៉ោង7ដល់7កន្លះដល់ម៉ោង9កន្លះប៉ុន្តែយើងរៀនតាមរបៀបនេះគឺយើងមិនចាំបាច់មានសម្ពាធពាក់ព័ន្ធនឹងពេលវេលាពាក់ព័ន្ធvớiទីកន្លែងលើសពីនឹងទៅទៀតគឺការចំណាយរបស់យើងគឺវាទាបជាងណាវាទាបជាងច្រើនពី500មកនៅដល់280ប៉ុន្តែអ្វីដែលពិសេសជាងនឹងដែលភាពចំណេញដែលច្រើនជាងនឹងទៅទៀតគឺពាក់ព័ន្ធជាមួយនឹងពេលវេលាបើយើងធ្វើចំនួនយើងនឹងដឹងថាតើពេលវេលាវាមានសារៈសំខាន់ហើយវាមានតម្លៃប៉ុណ្ណាអញ្ចឹងពី4ខែ4ទៅ5ខែមកត្រឹមតែ1ទៅ2សប្តាហ៍អាស្រ័យទៅលើដែលយើងដាក់ចិត្តចង់អានណាអញ្ចឹងពេលដែលយើងអានចប់សៀវភៅយើងនឹងបានកត់សម្គាល់ឃើញថាចំណុចណាដែលយើងខ្វះខាតចំណុចណាដែលយើងមិនទាន់យល់ច្បាស់ចំណុចណាដែលយើងមិនចេះអញ្ចឹងយើងអាចយកមកជួបជាមួយនឹងខ្ញុំនៅរៀងរាល់ថ្ងៃល្ងាចរសៀលថ្ងៃសៅរ៍ណាជារៀងរាល់ថ្ងៃសៅរ៍ណាហើយរយៈពេលមិនមែនខ្លីទេអ្វីប៉ុន្តែនៅក្នុងនឹងយើងកំណត់ថាជាអតិភិប8សប្តាហ៍ក៏ប៉ុន្តែវាមិនមែនត្រឹម8សប្តាហ៍ទេដូចខ្ញុំបានបញ្ជាក់ពីវីដេអូទី1អញ្ចឹងដោយសារតែយើងរៀនរបៀបនេះគឺយើងមិនចាំគ្នាទេណាយើងអត់ចាំការដែលយើងបើកថ្នាក់វែងចាំតតែគ្រប់ចំនួនតិចបំផុតបាន8ទៅ10នាក់ទៅខ្ញុំបើកបានប៉ុន្តែសម្រាប់វគ្គរបៀបនេះ model ដែលខ្ញុំបង្រៀននេះគឺយើងអត់ចាំទេម្នាក់ក៏យើងអាចរៀនបាន2នាក់ក៏យើងអាចរៀនបានណាយើងអាចមកជួបខ្ញុំបានអញ្ចឹងខ្ញុំ devote ពេលវេលារបស់ខ្ញុំហ្នឹងគឺរៀងរាល់ថ្ងៃសៅរ៍ហ្នឹងពីម៉ោង2ដល់ម៉ោង4ហ្នឹងគឺសម្រាប់តែឆ្លើយតបជាមួយនឹងសំណួរចម្ងល់ហើយគឺការបង្ហាញផ្លូវដែលយើងកំពុងតែជួបបញ្ហានៅពេលដែលយើងជាពិសេសអ្នកដែលកំពុងធ្វើការក្នុងវិស័យហ្នឹងជាពិសេសសម្រាប់អ្នកដែលនាំចេញនិងនាំចូលអ្នកដែលកំងតំណែងពីស្រុកក្រៅយើងអត់ដឹងពីបែបបទយើងអត់ដឹងពីរបៀបយើងអត់ដឹងពីធ្វើយ៉ាងម៉េចដែលយើងអាចកាត់បន្ថយការចំណាយរបស់យើងនឹងនៅក្នុងការ logistics ដើម្បីយើងអាចមានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារនៅពេលយើងចំណាយតិចឱកាសប្រកួតប្រជែងរបស់យើងវាខ្ពស់អូខេក្នុងនោះខ្ញុំក៏បាននិយាយប្រាប់ថាសភៅហ្នឹងគឺមានប្រមាណជា400ទំព័រណាហើយខ្ញុំបានសរសេរយ៉ាងលម្អិតដោយអ្វីដែលខ្ញុំបានបង្រៀនក្នុងវគ្គវែងយ៉ាងដែរពិសេសជាងនឹងទៅទៀតគឺយើងមិនចាំបាច់ចេះអង់គ្លេសទេណាមិនចាំបាច់ចេះច្រើនទេដោយសារសភៅហ្នឹងគឺខ្ញុំសរសេរជាភាសាខ្មែរតែម្ដងខ្ញុំសរសេរជាភាសាខ្មែរតែម្ដងលើកតែមានពាក្យបច្ចេកទេសខ្លះខ្ញុំប្រើប្រាស់ភាសាអង់គ្លេសដោយសារអីវាជាមិនរួចទេដោយសារយើងនិយាយជាភាសាខ្មែរដៃគូពាណិជ្ជកម្មរបស់យើងនៅស្រុកក្រៅគឺគេមិនដឹងថាយើងនិយាយពីស្អីទេណាអញ្ចឹងយើងត្រូវប្រើប្រាស់ភាសាអង់គ្លេសប៉ុន្តែវាមិនច្រើនទេណាបានន័យថាថ្នាក់ហ្នឹងអ្នកចេះក៏អាចរៀនបានអ្នកមិនចេះក៏អាចរៀនបានបើនិយាយពីភាសាអង់គ្លេសណាហើយសម័យកាលនេះហើយខ្ញុំជឿថាកម្រណាអ្នកដែលមិនចេះអង់គ្លេសយ៉ាងហោចណាស់ក៏យើងចេះអាន
ណាយើងមិនចេះសរសេរមិនចេះនិយាយប៉ុន្តែយើងចេះអានយើងអាចយល់ពីនិយមន័យវាណាដែលអាចការបើក dictionary មើលណាអញ្ចឹងឥឡូវខ្ញុំចង់ណែនាំពីសភៅនេះដើម្បីឲ្យយើងទាំងអស់គ្នាដែលកំពុងតែមើលវីដេអូនេះបានឃើញថាតើភាពលម្អិតនៅក្នុងសភៅហ្នឹងគឺវាអាចជួយយើងណាជួយយើងច្រើនប៉ុណ្ណានៅពេលដែលយើងមានវាជាមួយនឹងការងាររបស់យើងដែលកំពុងធ្វើអូខេឥឡូវយើងមើលនេះគឺជាក្របសភៅណាក្របសភៅដែលមានចំណងជើងថាគ្រប់គ្រងភស្តុភារកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ណានេះគឺជា profile របស់ខ្ញុំណា profile របស់ខ្ញុំបទពិសោធន៍របស់ខ្ញុំហើយនឹងអារម្មណ៍កថាណានឹងអារម្មណ៍កថារបស់ខ្ញុំដែលខ្ញុំសរសេរបានបន្តិចហើយការផ្ដើមណាហើយនឹងអនុសាសន៍របស់ខ្ញុំហើយនឹងគោលបំណងរបស់ខ្ញុំហ្នឹងដែលខ្ញុំសរសេរសភៅហ្នឹងគឺដើម្បីអ្វីណានេះគឺជាដើមដំបូងនេះសភៅហើយសេចក្តីផ្ដើមរបស់ខ្ញុំហ្នឹងគឺបន្ទាប់មកគឺយើងមានជំពូកណាមាតិកាណាទាំងអស់យើងមាន6ជំពូកមាតិកាយើងមើលច្រើនមែនតើណានឹងមិនទាន់អស់ផងណាយើងមាន7ជំពូកទាំងអស់ណាអញ្ចឹងយើងមើលមាតិការហូតទៅដល់200 fly រហូតទៅដល់ច្រើនណាច្រើនមែនតើរហូតទៅដល់393.400មាតិកាប៉ុន្តែមិនអស់ទេប្រហែលជាពាក់កណ្ដាលប៉ុណ្្នឹងទេអូខេឥឡូវយើងមើលជំពូកទី1យើងណែនាំឲ្យស្គាល់ពីមិនទៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអីហ្នឹង World Trade អីហ្នឹងនៅក្នុងហ្នឹងហើយបង្រៀនយើងឲ្យដឹងពីសមាជិកនៅក្នុងប្លុកពាណិជ្ជកម្មនីមួយៗនេះគឺជាអ្វីដែលពាក់ព័ន្ធជាមួយនឹងហើយអង្គការអន្តរជាតិនានាណាដូចជាអង្គការនេះគឺជាអង្គការដែល UNCTA ឥឡូវគាត់ដូរឈ្មោះបន្តិចប៉ុន្តែអក្សរកាត់ដូចជានៅដដែលទេយើងស្គាល់ពី ILO ស្គាល់ពីយើងស្គាល់ពី IMO ណាទាំងអស់ហ្នឹងសិតតែ World Bank អីទាំងអស់ហ្នឹង ADB ណាអាស៊ានអីហ្នឹងទាំងអស់ហ្នឹងសិតតែជាអ្វីដែលនៅក្នុង module ទី1ហ្នឹងដែលយើងត្រូវរៀនណាព្រោះអីវាគឺជាចំណេះទូទៅណាចំណេះទូទៅសម្រាប់យើងមិនទៅដែលថាការធ្វើពាណិជ្ជកម្មអន្តរជាតិយើងត្រូវតែដឹងណាតិចឬច្រើនយើងត្រូវដឹងពីប្លុកពាណិជ្ជកម្មណា CPT CPT PP ទៅ OSAP ណាទៅអីទាំងអស់ហ្នឹងគឺជានេះគឺជាប្លុកពាណិជ្ជកម្មណាបន្តមកយើងមានរៀនពីសមាហរណកម្មពិភពលោកហេតុផលមូលហេតុនិយមន័យផលប៉ះពាល់ណាច្រើនណាដោយសារអីគឺជានេះគឺជាអ្វីដែលសំខាន់សម្រាប់ថ្ងៃអនាគតឥឡូវមកដល់បដាហើយណានេះគឺអ្វីដែលយើងរៀននៅក្នុង module ទី1យើងរៀនច្រើនយើងរៀនពីstakeholder ណាភាគីពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តើវាចេះឥទ្ធិពលយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងប្រវត្តិនៃក្នុងការធ្វើ logistics ការប្រើប្រាស់ណាវិសាការប្រើប្រាស់មធ្យោបាយវិខ្ចប់ពាក់ព័ន្ធជាមួយនឹងប្រេងជីកណាស៊ូអេប៉ាណាម៉ាអីហ្នឹងប្រវត្តិណាហើយក្នុងនោះក៏យើងចង្អុលបង្ហាញខ្លះអំពីមិនទៅដែលហៅថាសមុទ្រអន្តរជាតិណា international water and territory ហ្នឹងពាក់ព័ន្ធជាមួយនឹងការយល់ដឹងពីសមុទ្រអន្តរជាតិតំបន់សេដ្ឋកិច្ចពិសេសយើងច្រើនណាយើងច្រើននៅក្នុង module ទី1នេះការគ្រប់គ្រងទីលានកុងតឺន័រអីហ្នឹងគឺយើងនៅក្នុងហ្នឹងណាផែស្ងួតតំបន់ឧស្សាហកម្មសេរីណាតំបន់ឧស្សាហកម្មពិសេសណា SEZ អីហ្នឹងគឺជាមួយនឹង
គេហៅថា terminology របស់វាហ្នឹងពាក្យបំព្រួញខ្លះនៅក្នុងការអឺនៅក្នុងឧស្សាហកម្ម logistics ហើយនិង supply chain ណាទាំងអស់ហ្នឹងយើងត្រូវតែចេះដោយសារអីនៅពេលដែលយើងធ្វើការជាក់ស្ដែងជាមួយនឹងបរទេសនៅពេលដែលគេប្រើពាក្យ terminology មកខ្លះដែលយើងអត់ចេះយើងពិបាកក្នុងការយល់ហើយនៅពេលដែលយើងពិបាកយល់យើងនឹងឆ្លើយតបដោយការខុសឆ្គងណាហើយនៅក្នុងការធ្វើ logistics តែមានកំហុសគឺដឹងតែធ្លាក់លុយណាគឺដឹងតែធ្លាក់លុយណាអញ្ចឹងវាជាការសំខាន់ហើយពាក្យទាំងអស់នេះពេលខ្លះយើងពិបាកនឹងរកនៅក្នុង dictionary ណាហើយទោះបីយើងឃើញការបកប្រែក៏មិនស៊ីជាមួយនឹងនិយមន័យពិតប្រាកដដែលគេត្រូវឲ្យដែរណាយើងមានច្រើនបន្តមកទៀតគឺយើងនៅក្នុង module ទី2ណាយើងមើលនៅក្នុង module ទី2នេះយើងរៀនរបៀបពីរបៀបការដឹកជញ្ជូនការប្រើប្រាស់មធ្យោបាយវេចខ្ចប់ណាហើយនេះគឺជាអ្វីដែល sensitive បំផុតនៅក្នុងការធ្វើ logistics ណានៅក្នុងច្រើនយើងមើលសិតតែជាភាសាខ្មែរទាំងអស់ហើយខ្ញុំបានសរសេរយ៉ាងលម្អិតពីមួយដំណាក់កាលទៅមួយដំណាក់កាលណាពី stakeholder មួយទៅ stakeholder មួយយ៉ាងលម្អិតជាភាសាខ្មែររបៀបកណនាយ៉ាងនេះនៅក្នុងmodule ទី2ណានៅក្នុង module ទី2ច្រើនណាយើងមើលលម្អិតមែនតើដូចដែលខ្ញុំបានជម្រាបជូនអញ្ចឹងក្នុងរយៈពេល4ទៅ5ខែខ្ញុំបង្រៀនអញ្ចឹងនៅក្នុងការបង្រៀនរបស់ខ្ញុំសរសេរដាក់នៅក្នុងសៀវភៅទាំងអស់ណាអ្វីដែលខ្ញុំបង្រៀនជាបទពិសោធន៍របស់ខ្ញុំជំពូកទី3គឺយើងរៀនពីខ្សែសង្វាក់ផ្គត់ផ្គង់ណាការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ពី stakeholder នៅ supply chain ប៉ុន្តែជំពូកទី3នេះគឺច្រើនមែនតើណាច្រើនមែនតើនៅក្នុងជំពូកទី3យើងមើលច្រើនការគ្រប់គ្រងធនធានមនុស្សណានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ការស្វែងរកប្រភពណាហ្នឹងគឺពាក់ព័ន្ធជាមួយការ procurement ណាភាគច្រើន procurement អ្នកគាត់កាន់ខាង procurement គាត់ថាគាត់អត់ដែលចេះ logistics ទេ logistics មិនមានពាក់ព័ន្ធអីជាមួយគាត់ទេគាត់ដឹងថាគាត់ខាងទិញខាងអីគាត់ទទួលឲ្យខាង third party វាជាការមិនខុសទេក៏ប៉ុន្តែបើនិយាយពាក្យថាអ្វីដែលធ្វើឲ្យយើងមានការខាតបង់ដោយសារតែយើងមិនចេះធ្វើ logistics តែខ្លួនឯងយើងជឿថា third party មួយគឺមួយឆ្នាំខាត់បង់តាមទំហំក្រុមហ៊ុនរបស់យើងបើទំហំក្រុមហ៊ុនធំរាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំណាបើសិនណាយើងអត់ដឹងរបៀបគ្រប់គ្រងព័ត៌មានការផ្ដល់ព័ត៌មានអតិថិជនអីហ្នឹងណាហើយពិសេសយើងនឹងទៅទៀតនៅក្នុងហ្នឹងគឺយើងរៀនពី blockchain នៅក្នុង supply chain ដែលជាអ្វីដែលជាការវិវត្តនៅក្នុងពេលបច្ចុប្បន្ននិងទៅអនាគតណាយើងក៏រៀននៅក្នុងហ្នឹងក៏មាននៅក្នុងសភៅហ្នឹងដែលខ្ញុំសរសេរនេះគឺជាអ្វីដែលខ្ញុំឆ្លុះបញ្ចាំងពីប្រព័ន្ធ blockchain នៅក្នុង supply chain ណាបន្តមកទៀតមាន Incoterm ណា Incoterm ក្នុងហ្នឹងយើងមានតាំងពី Incoterm 2010ហើយនិង2020ណា2010ដល់2020 Incoterm គឺជាមធ្យោបាយដែលគេប្រើប្រាស់សម្រាប់ធ្វើពាណិជ្ជកម្មអន្តរជាតិណាគឺសំខាន់មែនតើ Incoterm នេះគឺ term នីមួយខ្ញុំសរសេរឡើងលម្អិតហើយមានការបញ្យល់សម្រាប់ term នីមួយច្រើនណាច្រើនមែនតើនៅក្នុងហ្នឹងFOB original FOB យើងប្រហែលជាយើងធ្លាប់ស្គាល់តែ FOB របស់ ICC ក៏ប៉ុន្តែប្រយ័ត្នពេលដែលយើងប្រើប្រាស់ FOB របស់ ICC នៅពេលប្រទេសណាមួយដែលគេប្រើប្រាស់ FOB នៅក្នុង UCC អាហ្នឹងយើងជួបបញ្ហាខ្ញុំធ្លាប់មានបញ្ហាហ្នឹងពេលដែលខ្ញុំទៅទិញទំនិញនៅប្រទេសចិននៅឯហ្នឹងគឺខ្ញុំជួបបញ្ហាហ្នឹងចឹងហើយបានខ្ញុំយកបទពិសោធន៍ដែលខ្ញុំជួបទាំងអស់ហ្នឹងយើងយកមកបង្រៀនហើយខ្ញុំសរសេរនៅក្នុងហ្នឹងឲ្យយើងបានយល់ណាច្រើនណា FOB មួយមុខហ្នឹងគឺច្រើនណា
ហើយយើងពាក្យច្រើនយើងច្រើនតែនិយាយថាពេលដែលយើងប្រើ Incoterm យើងប្រើអីមួយហ្នឹងប្រហែលជាយើងអាចមានសុវត្ថិភាពប៉ុន្តែមិនប្រកបទេណាមានអាចកំបាំងជាច្រើននៅពីក្រោយវាំងណូនៃសុវត្ថិភាពហ្នឹងដែលយើងអាចនឹងខាត់បង100%តែម្ដងបើយើងមិនដឹងណាច្រើនណា Incoterm ច្រើនអឺនេះគឺជាអ្វីដែលនៅក្នុងសភៅដែលខ្ញុំនិយាយថាមានរហូតដល់400ទំព័រនោះគឺនៅក្នុងនោះឯងណាខ្ញុំយកមកសរសេរនៅក្នុងសភៅនឹងទាំងអស់អឺ DAP អ2000Incoterm 2020ណា2020តើមានអីខ្លះណាពី Xwork រហូតទៅដល់ថឺមទី11ណាពីថឺមទី1រហូតដល់ថឺមទី11អញ្ចឹងខ្ញុំទាំង2010ទាំង2020ខ្ញុំបានសរសេរនៅក្នុងហ្នឹងហើយយើងមើលសិតតែជាភាសាខ្មែរទាំងអស់អញ្ចឹងយើងមិនចាំបាច់តើតចេះភាសាអង់គ្លេសបានយើងរៀនបានទេណាហើយប៉ុណ្្នឹងខ្ញុំជឿថាសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍នៅក្នុងវិស័យហ្នឹងឲ្យតែបានអានសភៅនឹងចប់ហើយអាចសួរខ្ញុំទៀតគឺគាត់អាចធ្វើការបានដោយអត់មានការបារម្ភទេនេះក៏ត្រឹម DDP តមកទៀតយើងរៀន payment term ហ្នឹងក៏ជាការសំខាន់ដែរការទូទាត់សំខាន់បំផុតហើយគឺការទូទាត់ណាក្រៅពីការប្រគល់តំណែងគឺការប្រគល់លុយដូចគ្នាណាក្នុងលក្ខខណ្ឌយើងអ្នកទិញឬក្នុងលក្ខខណ្ឌយើងអ្នកលក់ឃើញទេសិតតែពាក់ព័ន្ធជាមួយនឹងអ្វីដែលជាសំខាន់ហើយនៅក្នុង payment term នេះយើងរៀនច្រើនណាយើងមានច្រើនតាំងពីប្រហែលជា6 7 8 term ណាក្នុងនឹង open account អីទាំងអស់ហ្នឹង cash in advance ហ្នឹងconsignment ណាទាំងអស់ហ្នឹងមានច្រើនណាមានច្រើនសម្រាប់យើងចេះយើងមើលសភៅនឹងចប់យើងអាចយកទៅអាចអនុវត្តបានហើយណាអត់មានន័យពិបាកទេប៉ុន្តែការអនុវត្តជាក់ស្ដែងវាមិនងាយស្រួលដោយអ្វីដែលយើងសរសេរក្នុងសភៅទេណាខ្ញុំបញ្ជាក់ព្រួយនៅសភៅណាក៏ដោយនៅកលៈទេសៈណាក៏ដោយទោះបីយើងរៀនដល់ PhD អីក៏ដោយណាពេលដែលយើងយកទៅអនុវត្តជាក់ស្ដែងគឺវាប្រកបជាវាមិនដូច100%អ្វីដែលយើងធ្លាប់រៀនទេអញ្ចឹងវាត្រូវការពេលវេលាមួយដែលយើងទៅ adapt ណាទៅ adapt នៅ culture ណាទទួលយកនៅវប្បធម៌ការងារជាក់ស្ដែងនៅភូមិសាស្ត្រតំបន់ជាក់ស្ដែងដែលយើងកំពុងតែធ្វើអញ្ចឹងហើយបានជាខ្ញុំនិយាយថានៅក្នុងmodel ដែលខ្ញុំបង្រៀននេះគឺវាផ្ដល់ឲ្យយើងអ្នករៀននឹងមានផលប្រយោជន៍ច្រើនមែនទែនណាដោយសារតែគាត់មានខ្ញុំនៅពីក្រោយចាំជួយណែនាំផ្លូវគាត់នៅពេលដែលគាត់យកទៅអនុវត្តគាត់ជួបបញ្ហាមិនចាប់បាញ់នៅក្នុងសភៅនឹងទេណាព្រោះអីសរសេរវាមិនអស់ទេព្រោះដែលហៅថា logistics គឺវាមានការផ្លាស់ប្ដូររហូតពីមួយថ្ងៃទៅមួយថ្ងៃពីមួយម៉ោងទៅមួយម៉ោងណាមានការប្រែប្រួលរហូតការដឹកជញ្ជូនក៏យ៉ាងដូចនេះដែរណាច្បាប់ទម្លាប់ក៏យ៉ាងដូចនេះដែរណាអញ្ចឹងសំខាន់គឺយើងត្រូវតែតាមឲ្យទាន់ LC ណាការទូទាត់តាម LC អ្នកខ្លះគេគិតថាទូទាត់តាម LC គឺមានសុវត្ថិភាព 100% ប្រកាសហើយនៅពេលយើងចេះក៏ប៉ុន្តែបើយើងអត់ចេះមិនប្រកាសថាមានសុវត្ថិភាព 100% ណាគេនៅតែអាចបោកយើងបានដដែលណាច្រើនណាយើងរៀនច្រើនណានៅក្នុងសភៅហ្នឹងរហូតដល់400ផ្លាយទំព័រហ្នឹងគឺច្រើនមែនតើ Advance Payment Guarantee ណាAdvance Payment Guarantee ខ្ញុំគិតថាប្រហែលជាអាចថ្មីសម្រាប់យើងណាតបមកយើងមានការគ្រប់គ្រងហានិភ័យដែរណាក្នុងហ្នឹងនៅក្នុង module ទី3ចូលដល់ module ទី4គឺយើងរៀនអំពីការគ្រប់គ្រងឃ្លាំងគឺពី A ដល់ Z តែម្ដងច្រើនមែនតើណាការគ្រប់គ្រងឃ្លាំងបើយើងរៀននៅក្រៅប្រហែលជាពេញម៉ោងប្រហែលជារយៈពេល2ទៅ3ថ្ងៃណា2ទៅ3ថ្ងៃអញ្ចឹងវាច្រើនម៉ោងដែរនៅក្នុងនេះគឺយើងរៀនច្រើនណាប៉ុន្តែអ្វីដែលដូចខ្ញុំបាននិយាយអ្វីដែលស្រួលគឺខ្ញុំសរសេរជាភាសាខ្មែររួចហើយណាប៉ុន្តែសម្រាប់នៅក្នុងអក្ខរាវិរុទ្ធអាចនឹងមានការខុសខ្លះចន្លោះខ្លះដោយសារខ្ញុំម្នាក់ឯងខ្ញុំមើលអស់ទេ
ខ្ញុំឆែកច្រើនដងហ្នឹងប៉ុន្តែនៅតែមានខុសមួយពីរអញ្ចឹងអាហ្នឹងខ្ញុំសូមអធិស្ឋានកន្លែងហ្នឹងណា 5 4 Live 4អីទាំងអស់ហ្នឹងនៅក្នុងហ្នឹងណារបៀបគ្រប់គ្រងយើងប្រហែលជាយើងធ្លាប់ឮថា 5 4 Live 4ហ្នឹងយើងអ្នកធ្លាប់រៀនគណនេយ្យហ្នឹងគឺឃើញតែវាគ្រប់គ្រងបណ្ដៃនេះយើងធ្លាប់រៀនគណនេយ្យក៏ប៉ុន្តែมันប្រកបទេណានៅក្នុងការគ្រប់គ្រងទំនិញជាក់ស្ដែងពាក្យថា 5 4 Live 4វាអាស្រ័យទៅលើទីតាំងណាមិនមែននៅលើបញ្ជីទេណាមិនមែននៅលើបញ្ជីទេABC ណា ABC analysis ឬ ABC classification អាហ្នឹងគឺក៏ជាអ្វីដែលសំខាន់សម្រាប់ក្រុមហ៊ុនគ្រប់បណ្ដាក្រុមហ៊ុននាំចេញនាំចូលនឹងក្នុងការប្រើប្រាស់ធនធានរបស់យើងណាយើងចេះពីរបៀបclassify វាអញ្ចឹងយើងប្រើប្រាស់ធនធានរបស់យើងនឹងវាត្រឹមត្រូវតាមពេលវេលានិងតាមកលៈទេសៈហើយនឹងចំនួនទឹកប្រាក់ដែលយើងត្រូវយកទៅវិនិយោគលើពីហ្នឹងទៅទៀតគឺយើងមានដូចជាយើងមើលយើងរៀនពី lead time រៀនពីsafety stock រៀនពី reorder point ណាច្រើនណាហើយលើពីហ្នឹងទៅទៀតយើងរៀនពី MOQ ផលប្រយោជន៍មិនទៅ MOQ មិនទៅផលប្រយោជន៍ EOQ ណាអាហ្នឹងយើងរៀននៅក្នុងការគ្រប់គ្រងឃ្លាំងហើយនិង inventory management ច្រើនណាហើយពាក់ព័ន្ធជាមួយនឹងការកណនារោគ EOQ អីហ្នឹងទាំងអស់ហ្នឹងសុទ្ធតែជាអ្វីដែលมันអាចខ្វះបានទេប៉ុន្តែមានអ្នកខ្លះក៏ថាអូអាហ្នឹងនៅក្នុង system គេនេះហើយក៏ប៉ុន្តែត្រូវដឹងថាអ្នកណាអ្នកបញ្ចូលក្នុង system ណាអ្នកណាអ្នកបញ្ចូលហើយ system ដែលយើងប្រើរាល់ថ្ងៃហ្នឹងគឺតើយើងទិញពីណាមកយើងទិញពីអ្នកដែលទទួលបាន franchise ឬមួយក៏យើងទិញពីអ្នកដែលជំនាញខាងគ្រប់គ្រងឃ្លាំងតែម្ដងម្យ៉ាងវិញទៀតតើorganization របស់យើងនឹងវាស័ក្តិសមជាមួយនឹង system ដែលយើងទិញពីក្រៅមកអត់ទំហំប៉ុណ្ណារបៀបរបបធ្វើការងារប៉ុណ្ណារបាយការណ៍យ៉ាងម៉េចអីយ៉ាងម៉េចយើងឃើញទេ culture ក្នុងការធ្វើការយ៉ាងម៉េចអញ្ចឹងវាអត់ដូចគ្នាទេណាបន្ទាប់មកយើងមានក្នុងនេះមានការបង្ហាញពីរបៀបដែលយើងគ្រប់គ្រង dangerous growth ប្រទេសយើងកំពុងតែឆ្ពោះទៅរកការអភិវឌ្ឍលឿនណាដូច្នេះជាមិនផុតទេថ្ងៃក្រោយរបស់ទាំងអស់នេះដែលនាំចូលឲ្យតែប្រទេសមានការអភិវឌ្ឍគឺមានការផលិតមានការច្នៃអញ្ចឹងវត្ថុធាតុដើមទាំងអស់ហ្នឹងគឺត្រូវតែនាំចូលហើយណាអញ្ចឹងវត្ថុធាតុដើមហ្នឹងបើសិនណាយើងមិនចេះគ្រប់គ្រងវាទេវានឹងនាំគ្រោះថ្នាក់ដល់អ្នកគ្រប់គ្រងវានឹងនាំគ្រោះថ្នាក់ដល់ក្រុមហ៊ុនបើសិនណាយើងធ្វើឲ្យមានបញ្ហាបំពុលដល់បរិស្ថានឬមួយធ្វើឲ្យមានការឆេះដោយឯងបានអូខេទាំងអស់នេះក៏ខ្ញុំបានសរសេរពីdiagram ណាសម្រាប់ក្នុងការ organization ហ្នឹងគឺសម្រាប់គ្រប់គ្រងឃ្លាំងយ៉ាងម៉េចណាវាងាយស្រួលមែនតើណាស្ទើរតែជាភាសាខ្មែរទាំងអស់module ទី5តួនាទីរបស់ភស្តុភារកម្មនិងខ្សែសម្បត្តិគ្រប់គ្រងនេះគឺខ្ញុំចង់បង្ហាញពីoperation ផ្ទាល់តែម្ដងណា operation ផ្ទាល់ហើយវាមានការពាក់ព័ន្ធជាមួយ stakeholder មួយទៅ stakeholder មួយពាក់ព័ន្ធvớiធនធានមនុស្សក្នុងការប្រើប្រាស់ក្នុងការអនុវត្តណាអនុវត្តសកម្មភាពពួកយើងត្រូវដឹងថា logistics គឺជាសកម្មភាពណាបើអត់មានសកម្មភាពអត់មាន logistics អត់មានការផលិតអត់មានសកម្មភាពអត់មានវត្ថុធាតុដើមដែលគ្រប់គ្រងឲ្យខាតការផលិតកុំនិយាយដល់ការលក់ឲ្យសោះណាកុំនិយាយដល់ការលក់គ្មានអីលក់ទេតែសារវាអត់មានផលិតផលណាអត់មានផលិតផលហើយបើអត់មានការលក់អត់មានចំណៃអត់មានបញ្ជីចំណាយចំណូលទេណាអញ្ចឹងគឺសំខាន់គឺត្រូវតែមានសកម្មភាពណាសកម្មភាពអ្នកណាអ្នកធ្វើគឺ logistics ហ្នឹងអ្នកធ្វើអូខេនេះគឺជាពាក់ព័ន្ធជាមួយនឹងoperation ផ្ទាល់ណាពេលដែលយើងមើលសភៅនឹងហើយយើងនឹងមានការចាប់អារម្មណ៍ច្រើនមែនតើព្រោះវាខ្ញុំបានសរសេរលម្អិតនៅក្នុងហ្នឹងហើយយើងនឹងឃើញថាវានឹងឆ្លុះបញ្ចាំងឲ្យយើងឃើញថានៅពេលដែលយើងសម្រេចចិត្តខុសតើវានឹងមានអីកើតឡើងសម្រាប់យើងមើលសំបីតែរបៀបណារបៀបយកតំណែងចេញណាប៉ុណ្ណឹងគឺវាអាចលំមនឹងឲ្យយើងដែលមិនចេះយើងអាចខាត1ជា2ជា3ដងរួចហើយណា
បន្តមកទៀតគឺការគ្រប់គ្រងកង់ដឹកជញ្ជូននោះក៏សំខាន់ដែរណាគឺសំខាន់យើងត្រូវដឹងថាអឺកង់ដឹកជញ្ជូនណាគឺដើរតួនាទីសំខាន់ណាខ្ញុំមិនហ៊ានថាសំខាន់បំផុតទេក៏ប៉ុន្តែបើសិនណាជាគ្មានកង់ដឹកជញ្ជូនទេណាគ្មានអ្នកបញ្ជូនតំណែងទេគឺតំណែងមិនអាចនាំពីអ្នកផលិតរហូតដល់ដៃអ្នកប្រើប្រាស់ចុងក្រោយទេយើងទៅដឹងណាតំណែងខ្លះគឺមានតម្លៃរាប់សិបម៉ឺនដុល្លារហើយម្ចាស់តំណែងគឺអត់មានអត់មានលទ្ធភាពគ្រប់គ្រងក្រៅពីបកគលតំណែងហ្នឹងឲ្យតកង់ឡានដែលយើងធ្លាប់តែខាងពួកគាត់អត់មានអ្នកដែលមានចំណេះអីធំដុំអីទេគាត់ចេះតែបើកឡានទេណាក៏ប៉ុន្តែកុំភ្លេចថាពួកគាត់បានដើរតួនាទីមួយក្នុងរយៈពេលណាមួយអាច10ម៉ោង5ម៉ោងណា20ម៉ោងដែលតំណែងរបស់យើងដែលមានតម្លៃ20-30ម៉ឺនដុល្លារហ្នឹងគឺបកគលឲ្យគាត់ជាអ្នកកាន់ជំនួសយើងតែម្ដងណាយើងសាក់គិតប៉ុណ្្នឹងទៅហើយនៅពេលដែលយើងអានសភៅនេះយើងនឹងដឹងហើយដឹងថាតើភាពលម្អិតយ៉ាងម៉េចដើម្បីយើងអាចធ្វើការជាមួយកងដឹកជញ្ជូនឲ្យមានសុវត្ថិភាពហើយនិងប្រសិទ្ធភាពហើយកុំគិតថាអូគាត់ធ្វើកំហុសយើងទៅចាប់គាត់ណាយើងទៅប្តឹងគាត់អត់ផ្លូវទេណាព្រោះគាត់អត់មានសងយើងទេបើគាត់មានសងយើងក៏អត់បើកឡានឲ្យយើងទេណាអញ្ចឹងអ្វីដែលយើងបានហ្នឹងច្រើនណាបើយើងគិតថាចិត្តអាក្រក់មែនទែនចាប់គាត់ដាក់គុកតែប៉ុណ្្នឹងឯងណាប៉ុន្តែសួរថាយើងមានអីត្រឡប់មកវិញរបស់យើងខាតទៅ4ដល់20ម៉ឺនយើងអាចយកមកវិញបានឬអត់បានទៅមកចាប់គាត់ដាក់គុកនឹងបានប្រយោជន៍ស្អីណាតែប្រហែលជាពេលខ្លះយើងមិនចង់មកវិទ្យាសាស្ត្រអាណិតគាត់ណាអូខេយើងមើលនេះគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ BL ណានោះក៏ជាការសំខាន់ដែរនៅក្នុងវិស័យដឹកជញ្ជូនណាការប្រើប្រាស់ BL ច្រើនណាច្រើនប្រភេទមាន BL ច្រើនប្រភេទប្រើតាមកលៈទេសៈមួយណាបើយើងមិនចេះប្រើប្រាស់ BL អាចមានបញ្ហាដែរណាអឺទាំងនេះសិតតែជាអ្វីដែលយើងឃើញសិតតែរូបភាពក៏ប៉ុន្តែគឺវាមាននិយមន័យជ្រាលជ្រៅដែលយើងត្រូវតែស្គាល់ណាអឺអឺចំណុចទី6ចំពោះទី6គឺយើងនិយាយពីការជួលកប៉ាល់អឺជាពិសេសប្រទេសយើងឥឡូវហ្នឹងយើងកំពុងតែអឺមានការអភិវឌ្ឍគឺយើងមានរាជរដ្ឋាភិបាលមានគោលដៅនាំចេញដូចជាពួកកសិផលអីហ្នឹងហើយសំខាន់អ្វីដែលសំខាន់បំផុតយើងសង្ឃឹមថាប្រទេសជីកហ្វូណននឹងចេញជារូបរាងនៅក្នុងប្រហែលឆ្នាំទៅមុខទៀតនោះគឺពេលហ្នឹងគឺការដឹកជញ្ជូនតាមផ្លូវទឹកនឹងមានការកើនឡើងណាអញ្ចឹងការជួលកប៉ាល់មិនមែនដូចជួលឡានទេណាការជួលកប៉ាល់មិនមែនដូចជួលឡានទេគឺមានការជាក់លាក់ណាហើយមានការទទួលខុសត្រូវខ្ពស់រវាងអ្នកជួលហើយនឹងម្ចាស់កប៉ាល់ណាអញ្ចឹងយើងត្រូវដឹងពីច្បាប់ទម្លាប់ណាដឹងពីច្បាប់ទម្លាប់អញ្ចឹងហើយនៅក្នុងនេះគឺខ្ញុំសរសេរនៅក្នុងម៉ូដូលទី6នេះគឺយើងសរសេរពី Incoterm នៅក្នុងការប្រើប្រាស់ជាមួយនឹងការជួលកប៉ាល់ការដឹកជញ្ជូនតំណែងរាយដែលមានទំហំធំណាដូចជាទំហំកសិផលអីចឹងអញ្ចឹងក៏មាន Incoterm សម្រាប់ការយកមកប្រើប្រាស់រវាងអ្នកជួលកប៉ាល់ហើយនិងម្ចាស់កប៉ាល់ហើយនិងម្ចាស់តំណែងដូចគ្នាអញ្ចឹងនៅក្នុងម៉ូដូលទី6នេះគឺខ្ញុំបានសរសេរនៅក្នុងហ្នឹងអឺការកណនាការកណនាថ្លៃជួលពេលវេលាគេដែលហៅថាលេថែមណាលេដេលេថែមអីហ្នឹងនៅក្នុងការអឺជួលកប៉ាល់ណានេះគឺរបៀបកណនាបន្ទាប់មកទៀតគឺយើងនៅក្នុងនេះក៏យើងនិយាយពីការគ្រប់គ្រងរបៀបអឺប្រតិបត្តិការនាំកប៉ាល់ចូលកប៉ាល់ចេញឯដែរនៅខាងក្នុងហ្នឹងហើយនៅក្នុងចម្ពោះទី7គឺចម្ពោះបញ្ចប់នេះគឺជាអ្វីដែលសំខាន់បំផុតគឺខ្ញុំចង់ឲ្យអឺបើយើងបានរៀនយើងបានសភៅនិយាយថាអានគឺយើងអានខាងក្រោយណាអានខាងក្រោយមុនសិនក៏បានដែរណាអានខាងក្រោយមុនសិនព្រោះវាជាការណែនាំពីកលឹះក្នុងការ
អានសភៅហ្នឹងដើម្បីឲ្យវាមានផលប្រយោជន៍ចេះប្រើប្រាស់អឺអឺទាំងអស់ហ្នឹងគឺចប់ហើយគឺមាន6 7ចំពោះអឺនេះគឺជាអឺអឺទស្សនៈរបស់ខ្ញុំណាខ្ញុំសរសេរពីទស្សនៈរបស់ខ្ញុំខ្លីៗប៉ុណ្ណឹងគឺប៉ុន្តែគឺអឺវាឆ្លុះបញ្ចាំងពីអ្វីដែលជាការអនុវត្តជាក់ស្ដែងណាអឺបន្ទាប់មកក្រោយបំផុតហ្នឹងគឺយើងមានលំហាត់ណាលំហាត់នេះគឺសម្រាប់អ្នកដែលចង់អ្នកដែលចង់ដែលគាត់ចុះឈ្មោះរៀនហើយគាត់រៀនចប់គាត់ចង់បាន certificate អញ្ចឹងរាល់ពេលមុនពេលដែលខ្ញុំផ្ដល់ certificate ឲ្យគឺខ្ញុំទាមទារឲ្យឆ្លងកាត់នៅលំហាត់នឹងសិនណាលំហាត់នឹងសិនណាដើម្បីឲ្យខ្ញុំបានបញ្ជាក់ថាគាត់បានអានសៀវភៅនឹងចប់មែនណាបើមិនទាន់អានសៀវភៅចប់ទេខ្ញុំនឹងមិនអាចចេញនៅ certificate ឲ្យទេណាប៉ុន្តែបើបានអានសៀវភៅនឹងចប់ហើយណាអញ្ចឹងប្រហែលជាអាចធ្វើលំហាត់នឹងបានណាអញ្ចឹងនេះគឺជាលំហាត់សម្រាប់ឲ្យយើងយកទៅធ្វើដើម្បីឲ្យខ្ញុំការធ្វើតេស្តមិនមែនអីធំដុំអីទេសម្រាប់ខ្ញុំប៉ុន្តែយ៉ាងហោចណាស់ឲ្យខ្ញុំដឹងឲ្យខ្ញុំអាចវាស់ស្ទង់បានថាអ្នកដែលចង់បាន certificate ហ្នឹងគាត់ពិតប្រាកដជាបានអានសៀវភៅហ្នឹងចប់មែនហើយឬនៅបាទនេះគឺអស់ហើយណានៅអស់ហើយសម្រាប់ក្នុងសៀវភៅហ្នឹងអញ្ចឹងយើងមើលទាំងអស់វាមាន400ជាងទំព័រណា406ទំព័រសម្រាប់សៀវភៅនេះសម្រាប់យើងរៀនតាម model ដែលខ្ញុំបានធ្វើនេះដើម្បីឆ្លើយតបជាមួយនឹងក្មួយខ្លះគាត់ថាគាត់អត់លុយចូលរៀនក្មួយខ្លះគាត់ថាគាត់សំលុយសិនហើយអស់លោកស្រីខ្លះដែលគាត់មានលុយក៏ប៉ុន្តែគាត់ថាគាត់បញ្ហាពេលវេលារបស់គាត់អញ្ចឹងខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានបង្កើតនៅ model បង្រៀននេះអាចឆ្លើយតបណាអាចឆ្លើយតបទៅជាមួយនឹងការ feedback ទាំងពីរហើយណាហើយខ្ញុំជឿថាសម្រាប់យើងអ្នកមានលទ្ធភាព280វាមិនច្រើនណាស់ណាទេវាច្រើនហើយសម្រាប់អ្នកអត់ខ្ញុំទទួលស្គាល់ក៏ប៉ុន្តែគាត់ថាបើយើងយកមកប្រៀបធៀបជាមួយនឹងអ្វីដែលយើងមិនចេះហើយវាអាចឆ្លោះឆ្លុយវាយើងអាចរហូតដល់រាប់សិបម៉ឺនដុល្លារណាដែលយើងត្រូវខាតបង់មិនមែនខាតបង់អីទេខាតបង់ហ្នឹងគឺជារៀងរាល់ថ្ងៃរៀងរាល់ជើងដែលយើងមិនដឹងហើយយើងមើលវាអត់ឃើញណាយើងមើលវាអត់ឃើញខាតបង់ហ្នឹងមិនបានន័យថាអូរ៉ូស៊ីខាតទៅបិទក្រុមហ៊ុនហើយរ៉ូស៊ីខាតបង់ហើយអីន័យថាអាចបើកក្រុមហ៊ុនបានខ្ញុំអត់សំដៅទៅអញ្ចឹងទេខាតបង់កន្លែងនេះខ្ញុំចង់សំដៅទៅលើឧទាហរណ៍យើងចំណេញបាន$10ក៏ប៉ុន្តែយើងចំណាយ$5ទៅវិញដោយអត់មានការចាំបាច់តទៅសោះអត់មានភាពចាំបាច់តទៅសោះខ្ញុំចង់សំដៅទៅយ៉ាងដូចនេះណាតាំងពីយើងអត់ចាំបាច់ចំណាយ$5ដោយអត់មានភាពចាំបាច់ទេបើស្អីយើងចេះ$10ដែលយើងចំណេញគឺយើងអាចចូលកប៉ៅយើងទាំងអស់ឬមួយក៏អាចចូលកប៉ៅយើងយ៉ាងហោចបំផុតក៏បាន$8ទៅ$9ដែរណាយើងច្រើនណាស់យើងចំណាយថាអ្វីដែលយើងមិនអាចមើលឃើញ$1 $2ប៉ុណ្ណឹងប៉ុន្តែបើសិនជាយើងមិនចេះវិញប្រហែលជា$10យើងអាចចំណាយទៅវិញ$5 $6អញ្ចឹងយើងយកបានតែ$4ទេហើយ$5 $6ហ្នឹងយើងអត់ចាំបាច់ចំណាយក៏បានដែរបើសិនជាយើងចេះនេះគឺតាមបទពិសោធន៍ដែលខ្ញុំធ្វើជាក់ស្ដែងខ្ញុំអនុវត្តជាក់ស្ដែងជាង30ឆ្នាំជាមួយនឹងក្រុមហ៊ុនធំណាអូខេនេះគឺជាអ្វីដែលខ្ញុំចង់ផ្ញើជូនអស់លោកហើយនឹងក្មួយដែលមានបំណងចង់ចេះពីរបៀបធ្វើ logistics ចេះពីរបៀបកាត់បន្ថយការចំណាយក្នុងការធ្វើ logistics ក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ណាហើយមិនមានលទ្ធភាពដូច្នេះខ្ញុំបានបង្កើត channel ដូចខ្ញុំនិយាយនៅក្នុងវីដេអូទី1ខ្ញុំនឹងផុសនៅក្នុង channel YouTube របស់ខ្ញុំយើងអាចចូលទៅក្នុង channel ខ្ញុំ upload ជារៀងរាល់ថ្ងៃនៅក្នុង channel YouTube របស់ខ្ញុំក្នុងនោះមាន Facebook មាន TikTok ដែរយើងអាចមើលក្នុងនឹងបានណាសម្រាប់អ្នកដែលអត់មានលទ្ធភាពបងលុយចូលរៀនតែសម្រាប់អ្នកដែលមានលទ្ធភាពខ្ញុំសូមលើកទឹកចិត្តថាពិចារណាឡើងវិញទៅហើយយើងអត់បាច់ចាំទេដូចខ្ញុំនិយាយចឹងបើស្អីយើងចំណាយពេលមួយអាទិត្យឬក៏ពីអាទិត្យយើងអានចប់យើងលឿនមែនតើណាយើងលឿនមែនតើហើយយើងដឹងពីតាក់ទិចក្នុងការធ្វើlogistics ហើយនឹងតាក់ទិចក្នុងការកាត់បន្ថយការចំណាយដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងទីផ្សារបាទខ្ញុំមានប៉ុណ្ណឹងហើយអរគុណសូមជម្រាបលា